អ្នកដែលចូលចិត្ត e-sport បើសិនជាអត់បានមើលការប្រកួតនេះស្ដាយក្រោយក្នុងឆាកជីវិតយកហ្មងអញ្ចឹងដោយដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងជាមួយនឹងការប្រកួត Express Mekong Warrior Invitational 2025គឺបានមកដល់វគ្គ Play-off ហើយអញ្ចឹងជាមួយនឹងការប្រកួតវគ្គ Play-off របស់ការប្រកួត Express Mekong Warrior Invitational 2025ដែលនឹងធ្វើឡើងនៅថ្ងៃទី3 4 5ហើយនិង6ដែលមានទីតាំងនៅ TVI Media Esport Center កុំភ្លេចមកមើលប៉ុន្តែនៅមានមួយទៀតចង់ប្រាប់អ្នកទាំងអស់គ្នាដូចគ្នាជាមួយនឹង event ពិសេសគឺ Season Open អញ្ចឹងជាមួយនឹង Season Open មួយនេះគឺអាចនិយាយបានថាជាការបើកឆាកនៃការប្រកួតសម្រាប់ឆ្នាំ2025នេះដែលនឹងធ្វើឡើងនៅឯផ្សារទំនើបជីបម៉ង271 Mega Mall ហើយអ្នកដែលចូលរួមគឺមានរបស់ពិសេសមិនមែនចូលរួមអត់ប្រយោជន៍ទេគឺមានដូចជា T-shirt ហើយនិង hoodie ហើយនិងពេជ្រជាច្រើនទៀតដែលអ្នកទាំងអស់គ្នារាប់មិនអស់យកតែហ្មងអញ្ចឹងកុំភ្លេចអ្នកទាំងអស់គ្នាកុំភ្លេចចូលរួមជាមួយនឹង Season Open នៅឯផ្សារទំនើបជីបម៉ង Mega Mall 271ដើម្បីទទួលបានជាមួយនឹងការលេងនិងឈ្នះរង្វាន់ជាច្រើនក៏ដូចជា event មួយនេះក៏អាចនិយាយបានថាវាជាការ meeting មួយសម្រាប់អ្នកទាំងអស់គ្នាជាមួយនឹង player caster និយាយទៅ talent និង KL ច្រើនខ្លាំងមែនតើដែលនិយាយបានថាអ្នកគ្នាទៅដឹងតែ enjoy យកតែហ្មងហ្នឹងណាអញ្ចឹងកុំភ្លេចជួបគ្នាជាមួយនឹង Season Open នៅថ្ងៃទី2និងវគ្គ Play-off ជាមួយនឹងការប្រកួតដ៏កក្រើកមួយនេះនៅថ្ងៃទី3ទី4ទី5និងទី6ចង់ដឹងថាក្រុមណាខ្លះនឹងទទួលបាន Top 4ហើយក្រុមណានឹងទទួលបាន Champion កុំភ្លេច comment team ដែលអ្នកទាំងអស់គ្នាគិតថានឹងទទួលបាន Champion នៅក្នុងវីដេអូឲ្យខ្ញុំដឹងផង